បាទជំរាបសួរលោកគ្រូអ្នកគ្រូបាទខ្ញុំឃើញមានវីដេអូជាច្រើនបង្ហាញពីរបៀប print បាទពុម្ពរូបដើម្បីយើងបិទតុបតែងថ្នាក់រៀនរបស់យើងហើយឃើញលោកគ្រូអ្នកគ្រូមួយចំនួនគាត់បង្ហាញពីវិធីសាស្ត្រគាត់ងាយហើយល្អមិនចាំបាច់ចេះប្រើប្រាស់បាទកម្មវិធីកាត់តផ្សេងទេហើយនៅក្នុងនេះខ្ញុំនឹងបង្ហាញកម្មវិធីមួយដែលអាចឲ្យលោកគ្រូអ្នកគ្រូបាទយកទៅអនុវត្តហើយ print ស្រួលបាទត្រឹមត្រូវតាមຂະຫນាតទៀតឧទាហរណ៍ខ្ញុំចាំបាច់រូបដូចក្នុងកុំព្យូទ័រអញ្ចឹងបាទហើយយកទៅបិទនៅបាទជញ្ជាំងឬក៏តុបតែងថ្នាក់រៀនឲ្យត្រូវនឹងกระดาษកាត់តុងរបស់យើងណាបាទតោះទៅមើលរៀបធ្វើទាំងអស់គ្នាឧទាហរណ៍ខ្ញុំមានរូបនេះមួយអប្សរានេះមួយខ្ញុំអត់យករូបអីជារូបថតរូបអីទេអត់ប៉ះពាល់លើបុគ្គលណាមួយទេបាទខ្ញុំយករូបនេះមួយចុះបាទខ្ញុំចង់យកទៅ print បិទនៅក្នុងថ្នាក់បាទលោកគ្រូអាចយករូបផ្សេងដែលច្បាស់ជាងហ្នឹងក៏បានដែរនេះខ្ញុំជារូបគំនូរទេណាបាទអញ្ចឹងខ្ញុំចង់ print វាដើម្បីយកទៅបិទនៅជញ្ជាំងតុបតែងថ្នាក់រៀនលោកគ្រូអ្នកគ្រូមានកម្មវិធី Microsoft ជាទូទៅកម្មវិធី Microsoft ដំឡើងមកមានណាកម្មវិធី Publisher ណាលោកគ្រូវាយពាក្យ PUB ចេះក៏វា load មកដែរនេះ Publisher បាទឬក៏យើងចុចតាមដែលអ្វីដែលយើងចេះមកបាទ start program រក Publisher មកក៏បានដែរប៉ុន្តែយើងបាច់ទេយើងវាយទៅក្នុងនេះមក PUB វា load មក Publisher នេះកម្មវិធី Publisher នេះវាដូចនឹងកម្មវិធី Word ដែរប៉ុន្តែវាលក្ខណៈ professional ជាង Word ទាក់ទងទៅនឹងការបោះពុម្ពឬក៏ធ្វើប្លង់អីផ្សេងណាអញ្ចឹងពេលវាចេញអញ្ចឹងលោកគ្រូរើសกระดาษមួយណាក៏បានដែរមក blank size ក៏បានរើស A4 សិនក៏បានដែរចុចលើ A4 អញ្ចឹងមកបាទវាបានផ្ទាំងជាមួយនេះបរិយាបរួមណាបរិយាបរួមឃើញ Publisher វាមានຂະຫນាតវាមានក្រិតមានម៉ែត្រវាអញ្ចឹងដើម្បីកែឲ្យកระดาษយើងនឹងវាធំលោកគ្រូចុចលើ page design មកណាបាទដូចជាមួយនឹង Word ដែរហើយយកពាក្យថា page setup ណា page setup ចុចវាមកនេះកន្លែងនេះបាទຂະຫນាតវាសង់ទីម៉ែត្របើសិនបើຂະຫນាតវាអត់ដល់សង់ទីម៉ែត្រទេវាអាស្រ័យលើកន្លែងនេះបងកន្លែងនេះលោកគ្រូជ្រើសកន្លែងនេះជួនកាលវាគិត in អញ្ចឹងចុចកន្លែងនេះមកជ្រើសរើស option នេះហើយយកពាក្យថា advanced នេះបាទហើយមើលកន្លែងនេះវាមាន in សង់ទីម៉ែត្រឃើញនេះកន្លែង display ណាហើយពាក្យថា show បាទ show this number of none favorite recent folder បាទយកអាហ្នឹងមកហើយអូខេមកវាទៅជាសង់ទីម៉ែត្រអញ្ចឹងចុច page setup ត្រឡប់មកវិញចុច page setup ឃើញទេទំហំវា page នេះឃើញ width ហើយនឹង height ទេ width បានន័យថាកម្រាស់បាទខ្ញុំអត់និយាយទៅតឹងបដ ாய் ទេណានិយាយកម្រាស់ឧទាហរណ៍ width គេរាប់អញ្ចឹងមើលតាមម៉ៅខ្ញុំចុចណាបាទនេះ width គេរាប់ទៅជាកម្រាស់វាជាដល់ height កម្ពស់គឺពីក្រោមមកលើអញ្ចឹងអញ្ចឹង width ឧទាហរណ៍กระดาษកាត់តុងខ្ញុំភ្លេចຂະຫນាតกระดาษកាត់តុងយើងឧទាហរណ៍បាន90ចុះ90ណា90នឹង1ម៉ែត្រចុះ90សង់ទីម៉ែត្រប៉ុន្តែຂະຫນាតវាជាសង់ទីម៉ែត្រហើយមិនបាច់ដាក់សង់ទីម៉ែត្រទេ90សង់ទីម៉ែត្របើថា9ទឹកណាបាទលោកគ្រូច្បាស់ຂະຫນាតដែរបាទកម្ពស់ឧទាហរណ៍ថាកម្ពស់1ម៉ែត្រ2ឬក៏1ម៉ែត្រ10អីចុះ110ណាសេជាង110មកຂະຫນាតនេះអាចដាក់លើសពីហ្នឹងក៏បានដែរ Publisher វាស្រួលទូលំទូលាយជាង Word ចឹងហើយចុច OK មកអានេះតម្រឹម margin ឆ្វេងស្ដាំលើក្រោមដូច Word ដែរកន្លែងនេះអញ្ចឹង OK មកនេះវានឹងបានຂະຫນាតกระดาษហ្នឹងមួយឃើញវាតូចប៉ុន្តែដោយសារនេះតែ 11% ទេប៉ុន្តែបើលោកគ្រូយកវា 100% វាធំណាវាធំកระดาษយើងអញ្ចឹងខ្ញុំទាញឲ្យតូចមកអញ្ចឹងដើម្បីបានរូបយើងលោកគ្រូអាចចុច insert picture ហើយយកទីតាំងរូបនេះខ្ញុំដាក់នេះហើយវិធីមួយទៀតលោកគ្រូចូលទៅទីតាំង folder យើងនឹងក្រោមចុចក្រោមចេះមកយកពាក្យចុចលើរូបហ្នឹងហើយ Ctrl C ឬក៏ mouse ស្ដាំយកពាក្យថា copy ណា copy បាទ copy នេះឬប្រើអក្សរកាត់លើ keyboard Ctrl C copy
ហើយចុចនៅលើកម្មវិធីយើងវិញបាទខ្ញុំប្រួយវាតូចតិចដើម្បីមើលឃើញបាទហើយចុច Ctrl V ចុចក្នុងទាំងមួយមកចុច Ctrl V បាទនេះឃើញរូបចូលយើងធ្វើវិធីហ្នឹងក៏បានឬក៏យើងធ្វើវិធីនេះក៏បាន insert picture រកទីតាំងរូបយើង download បាទអប្សរាអញ្ចឹងមកចូលដូចគ្នាឃើញរួចទៅហើយលោកគ្រូនៅគ្រូបរិយារូបបាទវាឃើញមានចុចសញ្ញាចេះចុចលើរូបនឹងមួយមកវិធីបរិយារូបបាទលោកគ្រូចុចនៅលើ keyboard យើងចុចស៊ីឲ្យជាប់ទៅរូបយើងបរិយាទៅអត់ខូចទ្រង់ទ្រាយណាចុចស៊ីឲ្យជាប់មកកុំបលែងស៊ីហើយដាក់មកយើងចេញសញ្ញាដូចក្នុង Word ដូចគ្នាដែរទាញវាមករីឃើញអញ្ចឹងលោកគ្រូទាញឲ្យពេញกระดาษយើងមកចុចស៊ីឲ្យជាប់បលែងមកបាទបលែងមកចាំបលែងស៊ីឃើញបើថារូបយើងវារក្សាទ្រង់ទ្រាយមិនឲ្យអាចទាញទៅកទាលកតោឬក៏ទាញទៅធុំក្បាលអីចឹងទេបាទហើយលោកគ្រូសេរីឲ្យចំកដាលឧទាហរណ៍អញ្ចឹងនេះទាញឲ្យផុតគេខ្ញុំផុតគេនេះក៏បានអាស្រ័យលើម៉ាស៊ីន print យើង print ដាច់គេមកទៅណាបាទដាក់វាចំកដាលបាទប៉ុណ្ណេះបានអញ្ចឹងกระดาษលោកគ្រូនៅគ្រូຂະຫນាតប៉ុន្មាន set up pick set up កន្លែងនេះគឺវាស់នៅលើយើងយកបន្ទាត់ណាយកបន្ទាត់វាស់ទៅហើយយើងកែ pick set up ឲ្យត្រូវមកបាទឧទាហរណ៍ខ្ញុំកែដាក់វាវិញដាក់ថា1ម៉ែត្រមកទៅនឹង1ម៉ែត្រ2បាទអញ្ចឹងមកអូខេនេះអញ្ចឹងយើងបរិយារូបនៅយើងវិញមកដាក់វាចំគេមកទាញវាចុចស៊ីជាប់បាទបាទប៉ុណ្ណេះបានចុចចង់ print ដើម្បីចេញមកឲ្យបានរូបផ្ទាំងតូចៗយកទៅបិទគុំគ្នាងាយទេមិនបាច់ចាំយើង save ជា file PDF ឬក៏ print បំបែកអីទេអានេះគឺຂະຫນាតវាប៉ុន្មានវា print គុំឲ្យយើងត្រឹមត្រូវតែម្ដងអញ្ចឹងចង់ print ដូច Word ដូចគ្នាដែរចុច file យកថា print បាទហើយ print នឹងម៉ាស៊ីនណាលោកគ្រូជ្រើសម៉ាស៊ីនណាប៉ុន្តែដោយសារខ្ញុំម៉ាស៊ីនខ្ញុំមិនដកម៉ាស៊ីន print នេះខ្ញុំយករកអាណាដែលមាន color ចុះណាឲ្យចេញ color យកសខ្មៅចេញសខ្មៅខ្ញុំយកម៉ាស៊ីនណាម៉ាស៊ីន color ដូចជាម៉ាស៊ីននេះខ្ញុំបោះឲ្យគេបាទម៉ាស៊ីន color នេះឃើញហើយអ្នកគ្រូលោកគ្រូឃើញហើយលោកគ្រូនៅគ្រូឃើញវានឹងចេញឲ្យហើយសួរប្រមាណទំព័រ1 2 3សុំទោសប្រមាណសន្លឹក1 1 2 3 4 5 6 7 8 9 10ចឹងវាទាំងអស់វា25បាទ25សន្លឹក A4 យើង print ទៅវាចេញទៅឲ្យលោកគ្រូយកទៅបិទគុំទៅគឺស្អាតតែម្ដងបាទស្អាតតែម្ដងណាបាទបិទទៅប៉ុនកដាស់ដែលយើងកំណត់មកឃើញវាចុច print ទៅបាទអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹងទេបើសិនយល់ថាល្អបាទក្នុងការចែកម្លែករបស់ខ្ញុំបាទលោកគ្រូអ្នកគ្រូដែលចេះហើយបាទមិនចង់មើលក៏អូសរំលងទៅហើយដែលអត់តន់ចេះអីអាចយកជាបទពិសោធន៍ទៅបាទហើយ share ចែកគ្នាមើលទៅបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ